ពីយូរលងមកហើយនៅក្នុងព្រៃធំមួយមានបក្សីតូចមួយឈ្មោះសុភាមានស្លាបតូចប៉ុន្តែវាមានក្តីស្រមៃធំវាចង់ហោះឆ្លងភ្នំខ្ពស់មួយដើម្បីទៅឃើញពិភពលោកខាងក្រៅសត្វផ្សេងក្នុងព្រៃដូចជាស្វានិងកញ្ជ្រោងបានសើចវាហើយនិយាយថាស្លាបតូចបែបនេះមិនអាចហោះឆ្លងភ្នំបានទេសុភាមិនខឹងទេតែវានិយាយស្ងាត់ថាខ្ញុំនឹងព្យាយាមទោះបីវាពិបាកក៏ដោយថ្ងៃមួយវាចាប់ផ្ដើមធ្វើដំណើរនៅពេលវាហោះឡើងមេឃក៏មានខ្យល់ខ្លាំងណាស់ខ្យល់បក់ធ្វើឲ្យវាខ្សោយនិងរលំចុះជាច្រើនដងសុភាឈប់សម្រាកប៉ុន្តែមិនបោះបង់ទេវាហោះឡើងវិញម្ដងហើយម្ដងទៀតទោះបីស្លាប់វាឈឺនិងនឿយហត់ក៏ដោយនៅពេលខ្យល់បក់ខ្លាំងវារៀនហោះទាបហើយប្រើខ្យល់ជាជំនួយបន្តិចម្ដងវាហក់ខ្ពស់ឡើងហើយចូលជិតកំពូលភ្នំចុងក្រោយបន្ទាប់ពីការខិតខំយូរសុភាបានឈានដល់កំពូលភ្នំហើយបានឃើញទេសភាពស្រស់ស្អាតខាងក្រៅព្រៃវាមានអារម្មណ៍រីករាយនិងមោទនភាពខ្លាំងណាស់ពេលវាត្រឡប់មកវិញសត្វទាំងអស់គ្នាមិនសើចវាទៀតទេប៉ុន្តែគោរពវាជាអ្នកមានកម្លាំងចិត្តខ្លាំង